ប្រទេសកម្ពុជាមានការទទួលខុសត្រូវខ្ពស់មិនដោយភាគីថៃបានផ្សព្វផ្សាយនៅព័ត៌មានคล้ายៗបំភ្លៃខុសពីការពិតចាត់ប្រកាន់មកលើកម្ពុជាឡើយលោកជំទាវឯកឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងកាពិជាតិនៃប្រជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថាក្រសួងកាពិជាតិបានសង្កេតឃើញបណ្ដាញសារព័ត៌មាននិងប្រភពផ្លូវការរបស់ភាគីថៃបានផ្សព្វផ្សាយចាត់ប្រកាន់មកលើកម្ពុជាថាកម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនដើម្បីឃាត់ឬបង្ខាំងពលរដ្ឋថៃនិងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរឬបំពានលើច្បាប់និងអនុសញ្ញាអន្តរជាតិក្រសួងកាពិជាតិនៃប្រជាណាចក្រកម្ពុជាសូមធ្វើការបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនៅព័ត៌មានคล้ายៗបំភ្លៃខុសពីការពិតរបស់ភាគីថៃក្រសួងកាពិជាតិសូមគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការធ្វើដំណើរចេញចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនគោកនិងផ្លូវទឹកដែលជាប់ព្រំដែនកម្ពុជាជាមួយថៃដែលកំពុងមានអារិភាពប៉ុណ្ណោះក្នុងគោលបំណងដើម្បីការពារអាយុជីវិតនិងការរងរបួសរបស់ជនស៊ីវិលពីការបាញ់ប្រហារដោយមិនរើសអើងលើតាមបណ្ដោយព្រំដែនពីសំណាក់យោធាថៃដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាសនិងច្រកទ្វារព្រំដែនគ្មានភាពតានតឹងឬតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយប្រទេសផ្សេងៗឡើយក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់កម្ពុជាតែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិព្រមទាំងចាត់ទុកកាតព្វកិច្ចក្នុងការថែរក្សាសុខសុវត្ថិភាពការពារអាយុជីវិតរបស់ជនស៊ីវិលមិនថាជាពលរដ្ឋខ្មែរនិងជាជនបរទេសរួមទាំងប្រជាជនថៃដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរជាអាទិភាពខ្ពស់បំផុតកម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងការអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់សម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិកម្ពុជាសង្ឃឹមផងដែរថាភាគីថៃនឹងគោរពនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមគំនិតដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយកម្ពុជាដែរអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន